OK សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការបង្កើតសំបុត្រអញ្ជើញ Digital បែបនេះដោយ free ហើយអ្នកទាំងអស់គ្នាអាចធ្វើការដាក់ឈ្មោះភ្ញៀវក៏ដូចជាព័ត៌មានផ្សេងៗរបស់កម្មវិធីអ្នកទាំងអស់គ្នារួចហើយធ្វើការផ្ញើទៅកាន់ភ្ញៀវកិត្តិយសរបស់អ្នកទាំងអស់គ្នាតាមរយៈ Messenger Telegram ឬក៏ chat អីផ្សេងៗបានដើម្បីអញ្ជើញភ្ញៀវកិត្តិយសទាំងអស់នោះចូលរួមក្នុងកម្មវិធីរបស់អ្នកទាំងអស់គ្នាសម្រាប់ការបង្កើតធៀប Digital បែបនេះគឺយើងអត់មានគិតលុយទេនៅលើ plansensor.com អ្នកទាំងអស់គ្នាអាចធ្វើការចូលទៅបង្កើតបានហើយរបៀបក្នុងការបង្កើតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅពេលបន្តិចទៀតនេះអូខេអញ្ចឹងជំហានទី1អ្នកទាំងអស់គ្នាត្រូវចូលមកកាន់ browser របស់អ្នកទាំងអស់គ្នាមាន Google Chrome ឬក៏ Safari ចឹងមកតើមកអ្នកទាំងអស់គ្នាអាចធ្វើការវាយពាក្យថា plansensor.com បាទបន្ទាប់ពីយើងចូលមកកាន់ website របស់យើងមកអ្នកទាំងអស់គ្នានឹងឃើញប៊ូតុងមួយឈ្មោះថាចាប់ផ្ដើមអញ្ចឹងយើងអាចចុចលើប៊ូតុងចាប់ផ្ដើមបាទបន្តមកទៀតកម្មវិធីរបស់យើងតម្រូវឲ្យអ្នកនរគ្នាធ្វើការ log in ចូលទៅកាន់គណនីរបស់អ្នកនរគ្នាឬក៏បើសិនអ្នកនរគ្នាអត់ទាន់មានគណនីទេអ្នកនរគ្នាអាចធ្វើការ log in បានជាមួយនឹង Telegram ឬក៏ Google Account ក្នុងវីដេអូនេះខ្ញុំនឹងជ្រើសរើសយកការបង្កើតគណនីតាមរយៈ Telegram ចឹងខ្ញុំអាចចុចលើពាក្យថាចូលតាមរយៈ Telegram បន្តមកទៀត Telegram នឹងតម្រូវឲ្យអ្នកនរគ្នាធ្វើការវាយលេខទូរស័ព្ទដែលភ្ជាប់ជាមួយ Telegram របស់អ្នកនរគ្នាហ្នឹងណាអញ្ចឹងខ្ញុំអាចវាយលេខទូរស័ព្ទរបស់ខ្ញុំបាទបន្តមកទៀតខ្ញុំចុចពាក្យ continue បាទបន្ទាប់ពីចុច continue ហើយ Telegram នឹងធ្វើការផ្ញើ message មួយចូលទៅកាន់ Telegram app របស់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាបើក Telegram app មកអ្នកនរគ្នានឹងឃើញទម្រង់បែបនេះអញ្ចឹងអ្នកនរគ្នាអាចធ្វើការចុចពាក្យថា confirm ដើម្បីបញ្ជាក់បាទបន្ទាប់ពីចុច confirm ហើយគណនីរបស់អ្នកទាំងអស់គ្នាបានធ្វើការបង្កើតដោយជោគជ័យអញ្ចឹងបើសិនអ្នកនរគ្នាបានឃើញផ្ទាំងនេះហើយបានន័យថាគណនីរបស់អ្នកទាំងអស់គ្នាបានធ្វើការបង្កើតដោយជោគជ័យហើយអូខេអញ្ចឹងជំហានបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការបង្កើតគណនីហើយជំហានបន្ទាប់គឺអ្នកទាំងអស់គ្នានឹងត្រូវធ្វើការបង្កើតកម្មវិធីដើម្បីមុននឹងយើងធ្វើការ design ធៀបរបស់យើងបានអញ្ចឹងដើម្បីធ្វើការបង្កើតកម្មវិធីដោយអ្នកទាំងអស់គ្នាបានឃើញនៅនឹងមុខអញ្ចឹងគឺយើងមានប៊ូតុងដើម្បីធ្វើការបង្កើតកម្មវិធីថ្មីអញ្ចឹងយើងអាចធ្វើការចុចទៅលើពាក្យថាបង្កើតថ្មីនេះមកបាទតមកទៀតវានឹងនាំយើងមកកាន់ផ្ទាំងមួយនេះអញ្ចឹងផ្ទាំងមួយនេះគឺជាផ្ទាំងដែលយើងត្រូវបំពេញក្នុងការបង្កើតកម្មវិធីថ្មីចំណុចទី1គឺតាក់ទងជាមួយនឹង link preview អញ្ចឹងអានេះគឺជារូបដែលនឹងត្រូវធ្វើការបង្ហាញអញ្ចឹងអ្នកនរគ្នាត្រូវធ្វើការ upload រូបមួយនៅពេលដែលយើងផ្ញើ link ទៅឲ្យភ្ញៀវកិត្តិយសរបស់យើងទៅ link ហ្នឹងនឹងបង្ហាញរូបហ្នឹងជា preview ឧទាហរណ៍ឲ្យងាយយល់មកខ្ញុំអាចបង្ហាញអ្នកនរគ្នាឲ្យងាយយល់តែម្ដងនេះនៅពេលដែលយើងផ្ញើ link ទៅឲ្យភ្ញៀវមកយើងនឹងឃើញរូបបែបនេះអញ្ចឹងណាបាទអញ្ចឹងរូបហ្នឹងគឺជាកន្លែងដែលយើងធ្វើការ upload ឡើងហ្នឹងឯងអញ្ចឹងជា recommendation ជាការណែនាំរបស់យើងគឺយើងតម្រូវឲ្យអ្នកនរគ្នាធ្វើការ upload រូបប្រភេទផ្ដេកយើងអត់ឲ្យ upload រូបប្រភេទប្រឈរព្រោះដោយសាររូបប្រភេទផ្ដេកទើបយើង preview នៅលើ Messenger ឬក៏នៅលើ Telegram ទៅវារាងស្អាតអញ្ចឹងគួរតែ upload រូបប្រភេទផ្ដេកណាអញ្ចឹងខ្ញុំអាចធ្វើការចុច upload រូបមួយមកអូខេខ្ញុំរើសយករូបមួយនេះដែលខ្ញុំបានកំណត់អូខេនេះគឺជារូប preview របស់យើងបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវបំពេញឈ្មោះកម្មវិធីអញ្ចឹងដោយសារតែខ្ញុំនឹងធ្វើការបង្កើតកម្មវិធីអាពាហ៍ពិពាហ៍អញ្ចឹងខ្ញុំនឹងដាក់ឈ្មោះថាអាពាហ៍ពិពាហ៍អូខេតើមកអរគុណតាមរបស់យើងឈ្មោះសេរីចឹងណានឹងលក្ខណាអូខេតមកទៀតអ្នកទាំងអស់គ្នាត្រូវធ្វើការជ្រើសរើសប្រភេទកម្មវិធីរបស់យើងអញ្ចឹងដោយសារតែវាជាប្រភេទអាពាហ៍ពិពាហ៍ខ្ញុំរើសយកអាពាហ៍ពិពាហ៍តែម្ដងក្នុងករណីបើសិនអ្នកទាំងអស់គ្នាចង់ធ្វើការបង្កើតកម្មវិធីប្រភេទផ្សេងអីគឺអាចរើសចេញពីនេះបានដែរអូខេបន្តមកទៀតខ្ញុំដាក់ឈ្មោះកូនប្រុសអញ្ចឹងឈ្មោះកូនប្រុសរបស់យើងឈ្មោះថាមានរតនៈសេរីចឹងមកហើយកូនស្រីរបស់យើងឈ្មោះថាសោភ័ណ្ឌលក្ខណៈអញ្ចឹងអ្នកនរគ្នាមានឈ្មោះកូនប្រុសកូនស្រីអីអាចសរសេរចូលឲ្យហ្នឹងមកណាបាទតមកទៀតកន្លែងនេះគឺតម្រូវឲ្យយើងបំពេញការបរិច្ឆេទនៃកម្មវិធីអញ្ចឹងយើងអាចរើសមកថាតើកម្មវិធីរបស់យើងហ្នឹងប្រព្រឹត្តទៅនៅថ្ងៃណាអញ្ចឹងខ្ញុំដាក់ថាថ្ងៃទី22ថ្ងៃអាទិត្យទី22ខែ3ចឹងមកបាទតមកទៀតយើងជ្រើសរើសយកម៉ោងនៃការប្រារព្ធកម្មវិធីរបស់យើងណាម៉ោងនៅកន្លែងនេះជាទូទៅយើងដាក់ម៉ោងនៅពេលដែលយើងញ៉ាំអាហារពេលល្ងាចអញ្ចឹងយើងដាក់ថាម៉ោង5អញ្ចឹងមកបើសិនជាកម្មវិធីរបស់យើងចាប់តាំងនៅម៉ោង5ណាអូខេហើយកន្លែងទីតាំងនេះយើងអាចបំពេញតាមក្រោយក៏បានឬក៏យើងអាចបំពេញឲ្យហើយក៏បានដែរឧទាហរណ៍ថាខ្ញុំដាក់ថាកម្មវិធីរបស់យើងនឹងធ្វើនៅសាលមហោស្រពពេញហួតចឹងមកបាទពេញហួតបឹងស្នោចឹងយើងអាចបំពេញចឹងមកហើយកន្លែងពិព័រណ៍នានេះយើងមិនបាច់បំពេញក៏បានដែរអញ្ចឹងយើងអាចរំលងបានហើយជាក់ស្ដែងកន្លែងស្ថានភាពនេះបើសិនតែយើងបិទបានន័យថាកម្មវិធីនេះយើងនឹងបើកអត់ចេញទេយើងអាចបើកពីចឹងមកអូតូមិនបាច់ចាំបិទវាទេហើយកន្លែងរបៀបវារៈនេះយើងអាចបំពេញតាមក្រោយបានខ្ញុំអាចរំលងបានអញ្ចឹងណាអញ្ចឹងយើងមិនបាច់ប៉ះពាល់វាក៏បានដែរឥឡូវហ្នឹងតែបើអ្នកនរគ្នាចង់បំពេញក៏បំពេញបានដែរអាចធ្វើការបង្កើតអីចឹងណាតែក្នុងករណីនេះខ្ញុំអាចបិទវាសិនបន្ទាប់មកខ្ញុំចុចបង្កើតថ្មី
បាទអូខេអញ្ចឹងតែប៉ុណ្ណឹងគឺយើងអាចធ្វើការបង្កើតកម្មវិធីបានហើយអញ្ចឹងជំហានបន្តមកទៀតហ្នឹងគឺយើងត្រូវធ្វើការ design ធៀបបាទអញ្ចឹងដើម្បីធ្វើការ design ធៀបយើងអាចចូលមកកាន់ section មួយទៀតឈ្មោះថាគំរូធៀបនេះយើងអាចចុចលើនឹងមកអូខេអញ្ចឹងពេលចុចលើហ្នឹងគឺយើងនឹងឃើញថាយើងមានផ្ទាំងខាងឆ្វេងដៃបើសិនអ្នកនរគ្នានៅក្នុងទូរស័ព្ទដៃយើងនឹងឃើញមាន tab 2ឧទាហរណ៍ឥឡូវខ្ញុំសូមធ្វើការ resize screen តិចទៅដើម្បីបង្ហាញដល់អ្នកគ្នាអូខេអញ្ចឹងបើសិនអ្នកនរគ្នានៅក្នុងទូរស័ព្ទដៃអ្នកនរគ្នានឹងឃើញផ្ទាំងបែបនេះណាកន្លែងមួយគឺកន្លែងធ្វើការកែសម្រួលហើយកន្លែងមួយទៀតគឺកន្លែងដែលយើងអាចធ្វើការ preview មើលកម្មវិធីរបស់យើងប៉ុន្តែបើសិនអ្នកនរគ្នានៅក្នុង computer វានឹងបង្ហាញ screen បែបនេះបាទអញ្ចឹងកុំឲ្យអ្នកនរគ្នាមានការភ័ន្តច្រឡំគឺកម្មវិធីរបស់យើងអាចប្រើប្រាស់បានទាំង computer បានទាំងទូរស័ព្ទដៃអញ្ចឹងអាចជ្រើសរើសយកការប្រើប្រាស់តាម device ណាមួយក៏បានដែរហើយជំហានបន្ទាប់យើងត្រូវធ្វើការកែប្រែព័ត៌មានរបស់យើងដែលមាននៅក្នុងហ្នឹងណាអញ្ចឹងយើងពិនិត្យមើលទៅថាតើមានអីខ្លះដែលយើងត្រូវកែហើយជំហានទី1នោះគឺយើងជ្រើសរើសបទចម្រៀងបានដែលយើងអាចរើសបទចម្រៀងមកបទចម្រៀងមួយណាដែលយើងពេញចិត្តយើងអាចចុច play លើហ្នឹងអូខេឥឡូវខ្ញុំពេញចិត្តបទហ្នឹងខ្ញុំអាច scope វាសិនខ្ញុំរើសយកបទហ្នឹងតែម្ដងបន្តមកទៀតយើងឃើញខាងឆ្វេងដៃរបស់យើងអាចដូរពណ៌អក្សរបានយើងអាចដូរពណ៌អក្សរអញ្ចឹងណាតែសម្រាប់ខ្ញុំគិតថាអក្សរហ្នឹងពណ៌ហ្នឹងគឺសមហីស្អាតហើយខ្ញុំអាចទុកអញ្ចឹងទៅហើយខាងក្រោមមកទៀតនេះខ្ញុំសូមបើកឲ្យធំតិចអូខេខាងក្រោមមកទៀតនេះយើងឃើញមានរូប cover ខ្ញុំអាចធ្វើការផ្លាស់ប្ដូរបានអញ្ចឹងខ្ញុំនឹងបដូររូបកូនកន្លោះកូនក្រមុំនេះចេញអញ្ចឹងខ្ញុំបដូរដាក់រូបផ្សេងអូខេខ្ញុំដាក់រូបនេះចុះអូខេអញ្ចឹងយើងឃើញថាវាបដូរហើយបន្តមកទៀតពាក្យពេចន៍អីទាំងអស់នេះបើសិនអ្នកនរគ្នាមើលទៅវាអត់សមស្របអីចឹងអ្នកនរគ្នាអាចធ្វើការកែប្រែបានអញ្ចឹងណាបាទអញ្ចឹងយើងមើលទៀតមកអូខេអូខេហើយអាផ្ទាំងខាងក្រោយនេះយើងឃើញមាននេះយើងអាចធ្វើការផ្លាស់ប្ដូរផ្ទាំងខាងក្រោយបានប៉ុន្តែសម្រាប់ខ្ញុំគិតថាស្អាតហើយខ្ញុំទុកអញ្ចឹងហ្មងទៅមើលទៅវាមានក្បាច់អីចឹងណាតែបើសិនអ្នកនរគ្នាអត់ពេញចិត្តទេអាចធ្វើការផ្លាស់ប្ដូរបានដែរដោយចុចកន្លែង upload រូបភាពនេះទៅអូខេខ្ញុំ scroll មកក្រោមទៀតយើងពិនិត្យមើលថាតើកម្មវិធីរបស់យើងមានអីទៀតដែលយើងត្រូវធ្វើការកែអូខេដូចជាត្រឹមត្រូវអស់ហើយប៉ុន្តែនៅកន្លែងការបរិច្ឆេទនេះរៀងខុសអញ្ចឹងខ្ញុំបដូរវាវិញអញ្ចឹងកម្មវិធីរបស់យើងធ្វើទៅថ្ងៃអាទិត្យអូខេថ្ងៃអាទិត្យទី22មិញបាទទី22ខែមិនិនាអូខេឆ្នាំ2026វេលាម៉ោង 5 ល្ងាចត្រូវហើយកន្លែងដែលយើងធ្វើការប្រារព្ធពិធីហ្នឹងគឺនៅមជ្ឈមណ្ឌលពិព័រណ៍អានេះនៅ Premier សានសុកអញ្ចឹងយើងដូរវាមកយើងធ្វើនៅពេញហួតទេអញ្ចឹងយើងនៅពេញហួតបឹងស្នោអញ្ចឹងទៅអូខេតមកទៀតយើងមើលមកទៀតមកបើសិនជាយើងចង់ផ្លាស់ប្ដូរពាក្យពេចន៍អីផ្សេងយើងអាចផ្លាស់ប្ដូរបានដូចខ្ញុំបានបញ្ជាក់ខាងមុនហ្នឹងអញ្ចឹងបាទអូខេនេះយើងមាន countdown អញ្ចឹងទៅហើយយើងមានរបៀបវរៈអញ្ចឹងរបៀបវរៈនេះយើងអាចធ្វើការបំពេញបានមិញហ្នឹងយើងអត់បានបំពេញនៅពេលបង្កើតកម្មវិធីតែបើសិនជាក្នុងករណីយើងចង់ធ្វើការបំពេញពេលដែលយើងបង្កើតកម្មវិធីក៏បានដែរចឹងរបៀបវរៈនេះយើងអាចធ្វើការចុច expand មកបន្ទាប់មកយើងបង្កើតរបៀបវរៈថ្មីអញ្ចឹងបើសិនអ្នកនរគ្នាមានរបៀបវរៈដូចតថាមង្គលការខ្លះគាត់មាន2ថ្ងៃអញ្ចឹងយើងអាចធ្វើការបង្កើតរបៀបវរៈ2ថ្ងៃទៅឬក៏បើសិនជាមានតាមមួយថ្ងៃយើងបង្កើតតាមមួយថ្ងៃទៅអញ្ចឹងដូចឧទាហរណ៍គេបានបង្ហាញយើងអញ្ចឹងកម្មវិធីថ្ងៃទី1យ៉ាងមកអញ្ចឹងបើយើងមានថ្ងៃទី2យើងអាចចុចបន្ថែមរបៀបវរៈមកវាលុតថ្ងៃទី2ឯងអញ្ចឹងខ្ញុំសូមបង្ហាញតែមួយថ្ងៃសិនអញ្ចឹងខ្ញុំដាក់ថាដោយសារកម្មវិធីរបស់យើងមានតែមួយថ្ងៃទេអញ្ចឹងយើងបំពេញមកកម្មវិធីថ្ងៃទី22មីនា2026អញ្ចឹងយើងអាចបំពេញកម្មវិធីទី1ក្នុងថ្ងៃទី22ហ្នឹងឧទាហរណ៍ថាយើងជួបជុំភ្ញៀវកិត្តិយសជួបជុំភ្ញៀវកិត្តិយសនៅម៉ោងប៉ុន្មានឧទាហរណ៍ថាយើងជួបជុំគ្នានៅម៉ោង6ពេលព្រឹកចឹងទៅ6:30នាទីចឹងមកបាទពេលព្រឹកគឺយើងកំណត់មកបន្តមកទៀតយើងដាក់បន្ថែមទៀតមកយើងធ្វើការហាយចំនួនបាទហាយចំនួននៅម៉ោងប៉ុន្មានម៉ោង7ឧទាហរណ៍អញ្ចឹងណាបាទម៉ោង7ព្រឹកកុំភ្លេចដូរព្រឹកផងអូខេអញ្ចឹងបើសិនមានកម្មវិធីច្រើនយើងបំពេញឲ្យអស់ណាបាទបំពេញឲ្យពេញពាក្យពេចន៍មកដោយសារខ្ញុំខ្ជិលបំពេញច្រើនតមកទៀតយើងដាក់ថារាប់ផ្លែឈើមកបាទខ្ញុំបំពេញអត់សូវបានក្បោះក្បាយទេសម្រាប់អ្នកនរគ្នាពេលដែលធ្វើកម្មវិធីហ្នឹងអាចថា
បើញ៉ាំបានខ្វះក្បាយមកណាបាទថារកផ្លែឈើនៅម៉ោង7:30 នាទីចឹងទៅបាទកុំភ្លេចដូរទៅព្រឹកផងអូខេបន្តមកទៀតខ្ញុំសន្មតថាខ្ញុំកាត់ខ្ញុំដាក់ថាពិសាអាហារពេលល្ងាចចឹងមកខ្ញុំដាក់ដល់ល្ងាចមកណាបាទម៉ោង5ល្ងាចចឹងមកខ្ញុំកំណត់ចឹងមកអញ្ចឹងរបៀបវគ្គរបស់យើងនឹងយើងអាចរក្សាទុកចឹងមកបាទអញ្ចឹងតែប៉ុណ្្នឹងគឺបន្ទាប់ពីរក្សាទុកហើយយើងឃើញថាកម្មវិធីរបស់យើងបានរក្សាទុកអីចឹងអស់ហើយយើងមកមើលកន្លែងរបៀបវគ្គមិញនេះយើងវាឃើញ load មកហើយណាបាទឃើញ load មកហើយបាទហើយសម្រាប់ព័ត៌មានផ្សេងៗទៀតដូចជាទីតាំងប្លង់ឯនេះបើសិនអ្នកនរគ្នាមានប្លង់នៅនេះអាចធ្វើការ upload ចូលបាននៅកន្លែងនេះអញ្ចឹងទីតាំង map អីចឹងអាចធ្វើការ upload រូបថតចូលបាទ upload រូបថតចូលចឹងមកតែបើសិនអ្នកនរគ្នាអត់ចង់បង្ហាញប្លង់ទេអាចចុចលុបកន្លែងនេះបានអញ្ចឹងដោយសារខ្ញុំមានប្លង់បាយខ្ញុំអាច upload ប្លង់ចូលតែម្ដងទៅនេះគឺជាប្លង់របស់ខ្ញុំ upload ចូលមកយើងឃើញថាវីដេអូរូបថតចឹងណាបាទវាបដូរប្លង់ឲ្យងាយស្រួលភ្ញៀវកិត្តិយសយើងចូលមកមើលបានហើយដែល like សម្រាប់ Google Map ក៏យើងអាចធ្វើការបដូរ URL បានដែរអញ្ចឹងអ្នកនរគ្នាត្រូវដាក់ URL Google Map ដើម្បីឲ្យភ្ញៀវរបស់យើងស្រួលចុចlênលើប៊ូតុងនេះដើម្បីឲ្យគេបើកកម្មវិធីមកគេអាចបើកទៅកាន់ Google Map យើងគេអាចបើកបរមកកាន់កម្មវិធីរបស់យើងតែម្ដងអញ្ចឹងដើម្បីធ្វើការ copy link Google Map នេះស្រួលមែនតើអ្នកនរគ្នាអាចចូលមកកាន់កម្មវិធី Google Map មកអូខេចុច Google Map នៅលើទូរស័ព្ទដៃក៏យើងធ្វើអញ្ចឹងណាហើយយើងរកពាក្យថាអូខេថាពេញហួតហលចឹងមកដោយសារតែកម្មវិធីរបស់ខ្ញុំធ្វើនៅពេញហួតហលណាអូខេនេះពេញហួតរបស់យើងឈ្មោះថាអូខេនេះគឺហលរបស់យើងនៅមួយណាចេះនេះមួយនេះអូខេអញ្ចឹងកម្មវិធីមួយនេះយើងអាចធ្វើការចុចកន្លែង share នេះមកគេយើង copy link Google Map ហ្នឹងហើយយើងយកមកផាសនៅកន្លែង Google Map របស់យើងដើម្បីដាក់ទីតាំងកម្មវិធីអញ្ចឹងណាបាទតមកទៀតយើងឃើញទៅក្រោមទៀតយើងឃើញមានដាក់ដូចជាយើងអាចដាក់QR code បានដាក់ QR code បានអញ្ចឹងបើសិនអ្នកនរគ្នាចង់ធ្វើការផ្លាស់ប្ដូរ QR code អីអ្នកនរគ្នាអាចធ្វើការ upload QR code របស់អ្នកនរគ្នាទៅដើម្បីអាចឲ្យភ្ញៀវគាត់ធ្វើការចងដៃអីចឹងណាអញ្ចឹង QR code បើចង់ស្អាតយើងក្របឲ្យហើយមកយើងក្របឲ្យចេញរូបរាងប៉ុណ្ណឹងមកចាំយើង upload ចូលបើសិនជាអត់ upload បើសិនជាអត់ចង់ក្របទេក៏បានដែរ upload ចូលទៅតាមដងទៅអូខេអញ្ចឹងក្រោយមកទៀតយើងឃើញមានដូចជាផ្នែកខាងក្រោមដូចជាមានដាក់រូបថតអីបានអញ្ចឹងយើងអាចធ្វើការ upload រូបថតរបស់យើងបាន upload ចូលរូបថតណាដែលយើងស្រឡាញ់អីចឹងណាយើង upload ចូលបានបាទខ្ញុំ upload អញ្ចឹងទៅអូខេធ្វើការផ្លាស់ប្ដូរយើងឃើញថាវាដូរអីបាទបន្តមកទៀតដូចជារួចរាល់អស់ហើយអ្នកនរគ្នាដូចបានឃើញអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរមួយម្ដងហើយយើងអាចធ្វើការពិនិត្យមើលនៅកន្លែងនេះបានអូខេមួយទៀតដែលខ្ញុំចង់បញ្ជាក់អ្នកនរគ្នាហ្នឹងគឺ complete ចុច save ផងកន្លែងនេះចុច save នៅពេលដែលយើងកែប្រែហើយយើងចុច save វាតោះអញ្ចឹងមកវាជាប់ណាបើអត់ចុច save ទេអត់ជាប់ទេអូខេអញ្ចឹងព័ត៌មានរបស់យើងមានដូចត្រឹមត្រូវអស់ហើយអញ្ចឹងណាប៉ុន្តែមួយទៀតបើសិនអ្នកនរគ្នាចង់បានភាសាអង់គ្លេសមួយទៀតអ្នកនរគ្នាអាចធ្វើការ switch នៅកន្លែងនេះយើង switch មកភាសាអង់គ្លេសមកដើម្បីធ្វើការកែប្រែព័ត៌មានអង់គ្លេសរបស់យើងនេះជាភាសាអង់គ្លេសបានចឹងអ្នកអាចធ្វើការកែតម្រូវចឹងទៅក្នុងករណីបើសិនអ្នកទាំងអស់គ្នាមានភ្ញៀវជាជនបរទេសអីចឹងចឹងគាត់អាចធ្វើការផ្លាស់ប្ដូរព័ត៌មានមកមើលជាភាសាអង់គ្លេសបានដែរអូខេចា៎នេះគឺជារបៀបក្នុងការបង្កើតធៀបរបស់យើងប៉ុន្តែមានចំណុចបន្តមកទៀតហ្នឹងគឺភាគច្រើនសំណួរភ្ញៀវរបស់យើងដែលគាត់បានធ្វើការបង្កើតធៀបហើយគាត់ថាដូរឈ្មោះនេះនៅកន្លែងណាគាត់កែប្រែព័ត៌មានអីអស់ហើយគាត់អត់ដឹងថាត្រូវដូរឈ្មោះនៅកន្លែងណាចឹងដើម្បីដូរឈ្មោះបានយើងអត់ដូរនៅកន្លែងហ្នឹងទេឈ្មោះដែលយើងឃើញនេះគឺជាឈ្មោះដែល sample ទេយើងដាក់តំណាងទេចឹងដើម្បីដូរឈ្មោះបានអ្នកទាំងនេះត្រូវចូលមកកាន់កន្លែងបញ្ជីភ្ញៀវនេះវិញចូលកន្លែងបញ្ជីភ្ញៀវតមកអ្នកទាំងនេះអាចធ្វើការបង្កើតឈ្មោះភ្ញៀវរបស់អ្នកទាំងនេះបានអញ្ចឹងអ្នកទាំងនេះមានប្រមាណភ្ញៀវអ្នកទាំងនេះអាចធ្វើការបង្កើតឡើងហ្នឹងមកអូខេឧទាហរណ៍ថាភ្ញៀវរបស់ខ្ញុំមានឈ្មោះថាលោកសុកសម្បត្តិចឹងមកបាទនិងភរិយាចឹងមកបាទតមកយើងអាចធ្វើការកំណត់ក្រុមគាត់បានដែលថាគាត់ជាផ្នែកកូនកន្លោះឬក៏កូនក្រមុំអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរបានឬក៏បើសិនជាអត់គ្រប់គ្រាន់ទេយើងអាចធ្វើការគ្រប់គ្រងក្រុមថ្មីបានដោយថាយើងចង់បន្ថែមក្រុមដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអញ្ចឹងណាបាទអញ្ចឹងអានេះគឺអត់ចាំបាច់ទេអ្នកនរគ្នាដាក់តែឈ្មោះក៏បានដែរ
ឬក៏អ្នកនរគ្នាចង់ធ្វើការគ្រប់គ្រងភ្ញៀវកិត្តិយសនឹងឲ្យកាន់តែងាយស្រួលគឺយើងអាចធ្វើតាមបែបនេះបានអូខេយើងមានស្លាកអីចឹងទៅយើងអាចធ្វើការបង្កើតស្លាកដើម្បីកំណត់ថាភ្ញៀវរបស់យើងនឹងមកពីវិទ្យាល័យឬក៏ឧត្តមសិក្សាចឹងទៅយើងអាចធ្វើការកំណត់ផ្សេងៗបានដែរហើយដោយសារឥឡូវខ្ញុំអត់ធ្វើការកំណត់អីទេខ្ញុំអាចធ្វើការចុចបង្កើតថ្មីតែម្ដងអូខេអញ្ចឹងអានេះគឺជារបៀបក្នុងការដាក់ឈ្មោះភ្ញៀវអញ្ចឹងបើយើងមានភ្ញៀវបន្ថែមយើងអាចដាក់ឈ្មោះបន្ថែមមកអូខេមានភក្តីចាំមកយើងអាចធ្វើការបង្កើតថ្មីអញ្ចឹងភ្ញៀវរបស់យើងបានធ្វើការបង្កើតពីរហើយអញ្ចឹងដើម្បីធ្វើការផ្ញើឲ្យគាត់យើងអាចធ្វើការចុចលើកន្លែងនេះកន្លែងសញ្ញាដូចកប៉ាល់ហោះនេះយើងចុចលើនឹងមកហើយយើង complete ចុចកន្លែង copy នេះផងចុច copy នេះមកតើមកយើងឃើញមានពីរ option ដែលយើងអាចជ្រើសរើសបានយើងអាច copy តែដំណើរភ្ជាប់អញ្ចឹងបើយើង copy តែដំណើរភ្ជាប់បានន័យថាយើង copy តែ link ទេតែបើយើង copy ទាំងសារបានន័យថាយើងមាន message ដើម្បីណែនាំភ្ញៀវរបស់យើងន័យថាសូមក្រុមជើញអីចឹងណាបាទអញ្ចឹងឥឡូវតើហៅថាខ្ញុំ copy តែដំណើរភ្ជាប់ខ្ញុំ copy ចឹងមកតើមកខ្ញុំធ្វើការផ្ញើទៅកាន់ភ្ញៀវរបស់យើងឧទាហរណ៍ខ្ញុំផ្ញើមកកាន់ខ្លួនឯងចុះ sorry អូខេខ្ញុំផ្ញើមកកាន់ខ្លួនឯងចុះហើយខ្ញុំធ្វើការផាសអូខេអញ្ចឹងយើងបានតែ link ទេអញ្ចឹងបើសិនតែយើងចង់ធ្វើការ copy ហើយមានទាំង message អីចឹងយើងអាចធ្វើការ copy ទាំងសារតាមទីយើងធ្វើការផាសចឹងមកនេះយើងឃើញយើងបានសារច្រើនយើងបានសារហោហែក្រុមជើញអីចឹងទៅបាទនេះក្នុងករណីបើយើងចង់ copy ទាំងសារបាទអញ្ចឹងរបៀបក្នុងការ copy link ទៅកាន់ភ្ញៀវគឺយើងធ្វើបែបហ្នឹងអញ្ចឹងបន្ទាប់ពីយើង copy ហើយយើងឃើញមានសញ្ញានេះសញ្ញា check នេះគឺសំដៅទៅលើបើន័យថាយើងបានធ្វើការ copy link ហើយអញ្ចឹងភ្ញៀវណាដែលយើងបានធ្វើការ copy link ហើយវានឹងលោតសញ្ញា check អញ្ចឹងបើភ្ញៀវណាអត់បានធ្វើការ copy link ហើយទេវាអត់លោតសញ្ញា check ទេបាទអញ្ចឹងអ្នកនរគ្នាបានស្វែងយល់អំពីរបៀបក្នុងការ design ធៀបហើយអ្នកនរគ្នាក៏បានធ្វើការដាក់ឈ្មោះភ្ញៀវហើយដែរអញ្ចឹងរបៀបក្នុងការប្រើប្រាស់មានប៉ុណ្្នឹងឯងហើយយើងក៏មានមុខងារផ្សេងៗច្រើនជាងនឹងទៀតដែរដូចជាមុខងារគ្រប់គ្រងចំណាយដែលអ្នកអាចធ្វើការស្វែងយល់បន្ថែមខ្លួនឯងបានហើយនឹងមុខងារកត់ចំណងដៃផងដែរបាទអញ្ចឹងនៅក្នុងវីដេអូយើងគិតថាមានតែប៉ុណ្្នឹងឯងយើងនឹងជួបគ្នាក្នុងវីដេអូក្រោយ